បន្ទូស្រែកជនព័ត៌មានកីឡាជាដំបូងគេនេះគឺកីឡាករកីឡាករនេះជាង 1000 នាក់ចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនៅក្នុងព្រឹត្តិការណ៍តារាសាគរសមុទ្រនៅក្នុងខេត្តកោះកុងក្រុមកីឡាករកីឡាករនីជាង 1000 នាក់បាននាំគ្នាចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនៅក្នុងព្រឹត្តិការណ៍តារាសាគរសមុទ្រឆ្នាំ 2025 ដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡានិងទាក់ទាញទេសចរតំបន់ឆ្នេរដ៏ស្រស់ស្អាតនៅខេត្តកោះកុងប្រទេសកម្ពុជាវគ្គរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងនេះនៅក្នុងតំបន់វិសមកាលតារាសាគរដែលមានរយៈចម្ងាយចែកចេញជា3ប្រភេទទី1 21គីឡូម៉ែត្រទី2 10គីឡូម៉ែត្រនិងទី3រយៈចម្ងាយ5គីឡូម៉ែត្រនិងមានអ្នកចូលរួមប្រមាណជា 1000 នាក់និងចាប់ផ្ដើមចាប់ពីវេលាម៉ោង 5:30 នាទីព្រឹកថ្ងៃទី30 ខែវិច្ឆិកាឆ្នាំ 2025 នៅឃុំកោះស្ដេចស្រុកគិរីសាគរខេត្តកោះកុងកន្លែងនៅក្នុងពិធីបើកលោកជាតិចហុកនេះផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន Cotal City បានបញ្ជាក់ថាការរៀបចំព្រឹត្តិការណ៍តារាសាគរទេសចរសមុទ្រតាមរយៈបង្កើតកម្មវិធីរត់ប្រណាំងនេះនៅក្នុងគោលបំណងចម្បងគឺដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡានិងទាក់ទាញទេសចរតំបន់ដ៏ស្រស់ស្អាតនៃតំបន់ឆ្នេរនៅព្រះរាជាណាចក្រកម្ពុជាលោកជាតិចហុកបានបញ្ជាក់ទៀតថាតំបន់តារាសាគរតែងតែបំផុសស្មារតីស្រឡាញ់និងអភិរក្សធនធានធម្មជាតិសមុទ្រតាមការបង្កើតនូវព្រឹត្តិការណ៍កីឡាទេសចរដ៏តាក់ទាញកន្លងទៅដើម្បីឆ្លើយតបនឹងផែនការអភិវឌ្ឍវិស័យទេសចរខេត្តកោះកុងរបស់រាជរដ្ឋាភិបាលនៅរដ្ឋបាលខេត្តកោះកុងស្របពេលដែលកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាច្រើនដូចជាអាកាសយានដ្ឋានអន្តរជាតិ 4F ផ្លូវថ្នល់ខ្វាត់ខ្វែងអ៊ីនធឺណិតនិងទីតាំងសេវាកម្មទេសចរកម្រិតស្តង់ដារនានាព្រឹត្តិការណ៍តារាសាគរទេសចរសមុទ្រឆ្នាំ 2025 ក្រុមហ៊ុន Cotal City បានរៀបចំជាកីឡាស្ទូចត្រីបាល់ទះកីឡាជិះម៉ូតូទឹកប្រណាំងកង់កីឡាប្រដាល់ការប្រគំតន្ត្រីនិងតាំងពីពណ៌ផលិតផលដែលសុទ្ធសឹងតែជាកីឡាមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋនិងអ្នកទេសចរទូទៅពីខ្ញុំបានលួនឯក TV5 Online News